បរិរុកចាត់ពីអ្នកដែលតែងតែធ្វើសកម្មភាពលួចលីអូនិងអាវតំណាប់របស់នារីរីជាង 5000 ទម្លាក់ទុកក្នុងបន្ទប់ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងតែប្រកាសស្វែងរកម្ចាស់លីអូផងដែរដោយជនសង្ស័យទី1មានឈ្មោះថាដូងជាអ្នកផ្ដល់កំណត់និងជនសង្ស័យទី2មានឈ្មោះថាហេងជាអ្នកចូលធ្វើសកម្មភាពលួចលីអូនារីនៅតាមបន្ទប់ទឹកបើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីររូបបានប្រាប់អាសាព័ត៌មានយើងខ្ញុំថាលួចលីអូរបស់នារីទាំងអស់នោះដើម្បីទុកហិនមានចឹងទៀតខ្លាំងអាពីរអ្នកហ្នឹងមែនមានអាពីរអ្នកណាទៀតពួកវាហ្នឹងអីគឺអាពីរអ្នកណាអូនអាពីរអ្នកតាមញ៉ាចាយហ្នឹងឥឡូវបលីចាប់បាត់អីមិនបានចឹងគឺវាលួចលីអូស្រីហ្នឹងឆែបាត់ណាណាបាទហើយឥឡូវគេកំពុងតែប្រកាសរកម្ចាស់លីអូទៀតណាសួរអូននឹងមើលណែអាអូនណាចាយទៅមើលតិចមើលលីអូនឹងមានម៉ូតអីគេខ្លះនេះឆែនេះអូយ